ស្ត្រីនោះភ្ញាក់ពីដំណេកជាមនុស្សថ្មីទាំងស្រុងពេញមួយយប់បុរសនោះក៏សុបិនអាក្រក់របស់គាត់ទើបតែចាប់ផ្ដើមមួយវិនាទីនាងគឺទាំងអស់ស្នេហាផ្អែមល្ហែមបន្ទាប់នាងទៀមទាលេងលះគ្នានាងថែមទាំងនិយាយថាគាត់អាចលេងលះបាននាងនៅពេលព្រឹកហើយរៀបការជាមួយគាត់គូស្នេហ៍មានល្បិចកលនៅពេលរសៀលបុរសនោះសូម្បីតែជំនួយការរបស់គាត់ក៏គ្មានពាក្យអ្វីនិយាយដែរគិតថាវាស្ដាប់ទៅសំហេតុផលដោយឃើញគាត់ភ្ញាក់ផ្អើលស្ត្រីនោះចំអកឲ្យគាត់ថាតើគាត់ជានរណាបានលងស្នេហ៍នឹងនាងដោយសម្ងាត់អ្នកមានអំណួតបុរសនោះបានបដិសេធភ្លាមគាត់នឹងមិនដែលលងស្នេហ៍នាងឡើយពេញចិត្តហើយស្ត្រីដែលអួតអាងចេញពីការិយាល័យរបស់គាត់ព្រោះតាមពិតទៅនាងមិនមែនជារឿងធម្មតាទេភរិយានាងគឺជាតារាសម្ដែងដ៏ល្បីល្បាញម្នាក់នាងបានចំអកតែ script ដ៏គួរឲ្យភ័យខ្លាចបន្ទាប់ពីងូតទឹកប៉ុន្តែនាងដើរចេញរអិលលើម៉ាស៊ីនសម្ងួតសក់ក្តារនាងសន្លប់ភ្លាមហើយភ្ញាក់ឡើងនៅខាងក្នុងស្គ្រីបទាំងស្រុងនាងចំអកមុនពេលនាងអាចមានប្រតិកម្មបានហើយការទះកំភ្លៀងរបស់អាស្ទីងបានធ្លាក់មកលើនៅលើមុខរបស់នាងតារាសម្ដែងដែលមានមោទនភាពមិនមែនកំពុងមានវានាងទះតបវិញនាងស្រែកដោយខឹងសម្បានេះមិនមែនជាការសម្ដែងទេវាជាការរំលោភបំពាននាងបានទាមទារឲ្យឃើញនាយកនឹងបានវាប្រហារថានាងបានចាក់ចេញពីបង្ហាញភ្លាមអ្នកផ្សេងទៀតសម្លឹងមើលនាងក្នុងភាពច្របូកច្របល់ទាំងស្រុងនោះហើយជាពេលដែលនាងបានដឹងការពិតនាងបានក្លាយជាប្រពន្ធដែលមិនត្រូវបានគេស្រឡាញ់នៅក្នុង script មុនពេលនាងអាចដំណើរការវាបានពេញលេញបុរសដែលមានកំហឹងក្រហមថានាងហ៊ានតាំងវិញប៉ុន្តែនេះពេលវេលានាយកប្រតិបត្តិបានជួបជាមួយគាត់ហើយឈើគូស្ត្រីនោះបានចំអកនាងមានចង់ទះកំភ្លៀងគាត់គ្រាន់តែអាន script ស្វាមីដែលមិនស្រឡាញ់របស់គាត់ប្រពន្ធហើយចែកចង់ប្អូនស្រីចុងរបស់នាងនោះជាភាពអាម៉ាស់ជាតិប្អូនស្រីចុងដែលមានល្បិចក៏បានចាប់ផ្ដើមសកម្មភាពរបស់នាងប៉ុន្តែស្ត្រីនោះបានកាត់នាងភ្លាមនាងចំអកនាងដោយធ្វើដូចក្មេងបុរសនោះនៅតែខ្វាក់ភ្នែកគិតថានាងកំពុងលេងខ្លាំងដើម្បីទទួលបានគាត់បានប្រកាសដោយត្រជាក់ថាគាត់មិនដែរបានធ្លាក់ក្នុងអន្ទាក់ល្បិចបែបនេះបន្ទាប់មកគាត់បានអូស្ត្រីម្នាក់មានល្បិចក៏រត់ចេញហើយចាក់សោប្រពន្ធនៅក្នុងបន្ទប់ខណៈពេលដែលនាងត្អូញត្អែអំពីវាសនារបស់នាងអ្នកថែរក្សាផ្ទះចាស់បានផ្ដល់ឲ្យនាងការព្រមានមួយគោរពតាមនាយកប្រតិបត្តិឬបាត់បង់តំណែងរបស់នាយកប្រតិបត្តិរបស់អ្នកស្រីពាក្យទាំងនោះបានធ្វើឲ្យនាងភ្ញាក់ផ្អើលភ្លេចបន្ទោនាងបានដឹងថានាងជាស្រីកំណានពិតប្រាកដឥឡូវនេះលែងមានរបបអាហារដ៏តឹងរ៉ឹងទៀតហើយអ្នកគ្រប់គ្រងដែលលោភលន់ជាងគ្រាន់តែអាហារនិងសេរីភាពគ្មានទីបញ្ចប់ដូច្នេះនាងបានទៅព្រៃអាហារសម្រន់បង្អែមមួយផ្លែមាននៅគ្រប់ទីកន្លែងទន្ទឹមនឹងនេះនាយកប្រតិបត្តិបានមើលអាកប្បកិរិយាចម្លែករបស់នាងនៅលើកាមេរ៉ាគាត់គិតថាសកម្មភាពនេះមានបំផ្លាញនាងប្រហែលជាស្រឡាញ់ខ្ញុំខ្លាំងពេកហើយសឹកប្រាប់ជំនួយការស្ទើរតែថប់ដង្ហើមនឹងការបំផន់របស់គាត់មិនយូរប៉ុន្មានបុរសម្នាក់បានទិញផ្កាហើយបានបង្ហាញខ្លួននៅពីមុខរបស់នាងពោពេញដោយទំនុកចិត្តប៉ុន្តែនាងមិនបានមើលគាត់ផងបុរសនោះជំពប់ដួលពីលើប្រអប់អាហារសម្រន់របស់នាងហើយបានផ្ទុះឡើងនៅក្នុងកំហឹងនាងមើលទៅគាត់ដូចជាគាត់កំពុងខឹងឈួតបុរសនោះបានកករំលឹកនាងវាគឺជានាងដែលបានអង្វរសុំរៀបការជាមួយគាត់នោះគឺជាពេលនាងនឹកឃើញ scriptអាពីពីមិនមែនជាស្នេហាទេប៉ុន្តែជាកិច្ចព្រមព្រៀងដែលបង្ខំដោយជីតារបស់គាត់ភរិយាដើមបានរៀបការគាត់គ្រាន់តែដើម្បីកិច្ចពីម្ដាយចុងរបស់នាងមានអារម្មណ៍ថាមានកំហុសដូច្នេះនាងបានព្យាយាមផ្គប់ចិត្តគាត់ប៉ុន្តែស្ត្រីម្នាក់នេះនាងមិនមានបំណងធ្វើដូច្នោះទេលេងទូនីតិនោះនាងងក់ក្បាលហើយនិយាយវាគ្មានអ្វីពាក់ព័ន្ធនឹងនាងទេបន្ទាប់មកនាងបានទម្លាក់គ្រាប់បែកនាងចង់លេងលះហើយនាយកប្រតិបត្តិបុរសដែលគិតថាគ្មាននរណាម្នាក់អាចធ្វើបានទុកគាត់ចោលពិតជាភ្ញាក់ផ្អើលណាស់នាងថែមទាំងបានស្នើសុំពាក្យកណ្ដាលនៃទ្រព្យសម្បត្តិរបស់គាត់បុរសឈ្មោះឆ្មៃបានបដិសេធដោយមិនស្ទាក់ស្ទើរស្ត្រីនោះបានសើចចំអកបុរសនោះមិនចង់អាពីពីនៅពេលនោះឥឡូវនេះគាត់មិនចង់ទេនាងបានចំអកឲ្យគាត់ថាគាត់បានលេងលះគ្នាដោយសម្ងាត់ហើយលងស្នេហ៍នឹងនាងជាការពិតណាស់អ្នកស្រឡាញ់ខ្លួនឯងជ្រុលហួសហេតុបានបដិសេធវាអ្នកទស្សនាដឹងរួចហើយស្ត្រីនោះបានផ្លាស់ទៅរស់នៅស្គ្រីបនេះនាងបានក្លាយជាមនុស្សដែលមិនត្រូវបានគេស្រឡាញ់ប្រពន្ធប៉ុន្តែក្នុងនាមជាអ្នកឈ្នះពានរង្វាន់តារាសម្ដែងស្រីនាងពិតជាចូលចិត្តភាពស្មុគស្មាញនេះណាស់ជីវិតពេលនោះប្អូនស្រីដែលមានល្បិចកលត្រូវបានហៅចេញពីមន្ទីរពេទ្យនាងត្រូវការឈាមភ្លាមបុរសនោះបានអូសស្ត្រីម្នាក់នោះបានមកដោយមិនស្ទាក់ស្ទើរពីព្រោះនៅក្នុងស្គ្រីបនេះស្ត្រីនោះគ្មានអ្វីក្រៅពីថង់ឈាមដារបស់នាងនៅមន្ទីរពេទ្យបុរសនោះបានរុញប្អូនស្រីដែលភ័យស្រួយចូលទៅខាងក្នុងហើយគីលានុបដ្ឋាយិកាបានរៀបចំយ៉ាងប៉ិនប្រសប់ស្ត្រីសម្រាប់ការបូមឈាមប៉ុន្តែស្ត្រីនោះរក្សាភាពស្ងប់ស្ងាត់នាងញញែមរួចនិយាយថាអ្នកបរិច្ចាគឈាមពិតប្រាកដនឹងមកដល់ក្នុងរយៈពេល5វិនាទីមុនពេលនាងបញ្ចប់កំពុងរាប់ឪពុករបស់ពួកគេបានស្ទុះចូលទៅក្នុងស្ត្រីពួកគេបានហៅគាត់រួចហើយនៅលើវិធីការរកូនស្រីពើរបស់គាត់កំពុងស្លាប់គាត់ក៏ប្រញាប់រត់ទៅគាត់បានសួរស្ត្រីនោះខឹងយ៉ាងខ្លាំងហេតុអ្វីមិនប្រើរបបផ្ទាល់ខ្លួនរបស់នាងឈាមស្ត្រីនោះបានបដូរភ្លាមចូលទៅក្នុងរបៀបសម្ដែងនាងបានដួលសន្លប់យ៉ាងខ្លាំងក្តាប់បុរសនោះជើងដោយអះអាងថានាងមានជំងឺស្លេកស្លាំងធ្ងន់ធ្ងរមនុស្សគ្រប់គ្នាបានបន្សល់ទុកនៅពាក្យមិនសមរម្យដោយនាងការអនុវត្តសូម្បីតែនាយកប្រតិបត្តិក៏ទាំងស្រុងដែរស្រឡាំងកាំងមិនយូរប៉ុន្មានបងស្រីដែលមានល្បិចកលនោះភ្ញាក់ពីដំណេកជាមួយនឹងស្នាមញឹមនៃជ័យជំនះដ៏រីករាយនាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឈាមរបស់ស្ត្រីនោះជួយសង្គ្រោះជីវិតរបស់នាងនៅពេលដែលនាងបានឃើញបុរសម្នាក់ដើរចូលទៅក្នុងនាងធ្វើពុតជាសន្លប់ម្ដងទៀតស្ត្រីនោះបានលើកនាងឡើងយ៉ាងរហ័សហើយចំអកថានាងប្រកាសជាស្លាប់ហើយបងស្រីដ៏មានល្បិចកលនោះបានប្រញាប់ប្រញាល់ទៅរកបុរសនោះម្ខាងយំថាស្ត្រីនោះបានជេរប្រតិចនាងស្លាប់ប៉ុន្តែស្ត្រីនោះបានតបវិញនាងមិនដែរជេរប្រតិចនាងប៉ុន្តែឪពុកដែលបានបរិច្ចាគឈាមបានសន្លប់បាត់ស្មារតីរួចទៅហើយ5ម៉ោងហើយគាត់ប្រហែលជាពិតជាម្នាក់កំពុងស្លាប់ប្អូនស្រីដែលមានល្បិចកលភ័យស្លន់ស្លោហើយរត់ទៅរកនាងវូតរបស់ឪពុក